ទីបំផុតវេរ៉ាន់ដាលើតពោយើងហើយបងប្អូនស្អាតហត់បងប្អូនយើងបានតាក់ភ្លើងទៀតហើយណានឹងសាក់អាំងញ៉ាំជុំគ្នាជាមួយប៉ាម៉ាក់ក្មេកហើយនឹងមិត្តភក្តិឥឡូវភ្លើងឆេះហើយបងប្អូនចាំមើលយើងមានអីខ្លះញ៉ាំមានតាំងសាក់អាំងបែបខ្មែរមានគ្រឿងសមុទ្រមានបន្លែព្រោះមិត្តភក្តិមកពីអាល្លឺម៉ង់មកលេងផងចឹងធ្វើច្រើនតិចនិយាយមែនបងប្អូនអើយក្តីសុខខ្លាំងហ្មងនៅលើវេរ៉ាន់ដាហើយយើងអាំងសាច់អញ្ចឹងបើថាមេឃភ្លៀងរិចចិត្តដល់ខែភ្លៀងទៀតកាន់តែអែមអញ្ចឹងឯងបានពួកខ្ញុំធ្វើដបូលដបងថានៅលើវេរ៉ាន់ដាហ្នឹងអត់ធ្វើដបូលេប៉ុន្តែខ្លាចភ្លៀងអញ្ចឹងក៏ធ្វើដបូទៅចោលបក់មកលហៀសាច់អាំងឈ្ងុយថ្ងៃណាចាំអញ្ជើញបងប្អូនទាំងអស់គ្នាមកលេងដែរថ្ងៃនេះអាំងសាច់ដល់ទៅចក្រាន2ដោយសារមិត្តភក្តិខ្ញុំម្នាក់ហ្នឹងគាត់ញ៉ាំសាច់ទេគាត់ញ៉ាំតែបន្លែសតអញ្ចឹងខ្ញុំដាក់ចក្រានមួយអាំងបន្លែចក្រានមួយទៀតយើងអាំងសាច់អាំងអីចម្រុះគ្រប់មុខចឹងទៅមិត្តភក្តិមកពីអាល្លឺម៉ង់មកលេងអត់ចោលទេសាច់តនួយខ្មែរហើយយើងមានអាំងបន្លែបែបអឺរ៉ុបបងម៉ៃធ្វើសាឡាត់ធ្វើអីទៀតប៉ាម៉ាក់ខ្ញុំហ្នឹងក៏មកញ៉ាំដែរអូយគាត់ចូលចិត្តខ្លាំងណាស់និយាយពីថាកូននៅក្បែរមិនថាពេលល្ងាចទេតែពេលព្រឹកឡើងនឹងក៏ដើរជួបជុំរហូតកូនពៅបំពន់ខ្លាំងណាស់មិនមែនបំពន់តែម្ហូបញ៉ាំមានសំបីតែប្រភេទអាហារបំពន់អាហារសុខភាពធម្មជាតិអីហ្នឹងក៏ខ្ញុំមានដាក់ផ្ទះរហូតដល់ម៉ាក់ល្អណាថាឥឡូវម៉ាក់ដូចជាញ៉ាំច្រើនណាកូនញ៉ាំច្រើនតែរបស់ល្អមានអីបងប្អូនដូចនេះអញ្ចឹងគឺម្សៅស្លឹកម្រុំខ្មែរបងប្អូនភាគច្រើនដឹងហើយថាស្លឹកម្រុំគឺល្អណាស់សម្រាប់សុខភាពហើយខ្ញុំកំងមកពីខាងក្រុមហ៊ុន Moriga ព្រោះអីសិប្បកម្មរបស់គាត់គឺកែច្នៃតែផលិតផលខ្មែរប៉ុណ្ណោះក្នុងគោលបំណងលើកតម្កើងកសិផលខ្មែរនិងលើកស្ទួយជីវភាពកសិករយើងខ្ញុំចូលចិត្តញ៉ាំម្សៅស្លឹកម្រុំហ្នឹងដាក់លាយមួយទឹកដោះគោបងប្អូនញ៉ាំដំបូងចាប់ដើមពីបន្តិចទៅបានហើយមិនមែនញ៉ាំបាននៅជាមួយដោះគោទេបងប្អូនឆុងមួយទឹកក្តៅឆុងមួយអីក៏បានដែរមកផលិតផលពីខាងគាត់គឺខ្ញុំទុកចិត្តសូម្បីតែបងម៉ៃក៏គាត់ថាវ៉ាវដែរបងប្អូនអើយហើយតែផលិតផលខ្មែរអញ្ចឹងណាប៉ុន្តែការផលិតការសម្ងួតគឺសិតតែប្រើទូសូឡាមានកិច្ចសន្យាច្បាស់លាស់ជាមួយនឹងកសិករខ្មែរដល់ទៅ6គ្រួសារអញ្ចឹងយើងដឹងច្បាស់ដឹងប្រភពគាត់យកមកពីណាជាស្លឹកម្រុំខ្មែរ 100% ដាំបែបសរីរាង្គគ្មានជាតិគីមីគ្រាន់តែថាក្រុមហ៊ុនគាត់គឺកែច្នៃតាមបច្ចេកវិទ្យាទំនើបដែលមានអនាម័យខ្ពស់បងប្អូនញ៉ាំបានដោយទំនុកចិត្តដោយសារអត់មានប្រើសារធាតុរក្សាទុកអីទេពួកខ្ញុំញ៉ាំជាប្រចាំហើយផលិតផលខាងគាត់ហើយគាត់មិនមែនមានតែប្រភេទម្សៅម្រុំទេសូម្បីតែប្រភេទម្រេចក្បាលល្មៀតសូនទឹកឃ្មុំអីក៏គាត់មានដែរនិងផលិតផលខ្មែរជាច្រើនមុខទៀតបងប្អូនចាប់អារម្មណ៍អាចចូលទៅមើលเพจគាត់ផ្ទាល់បានណាយើងរួមគ្នាគាំទ្រផលិតផលខ្មែរដែលមានគុណភាពម៉ៃសាក់មើលកូនខ្មុំម៉ៃសាក់លោកកូនខ្មុំនៅភ្នំគូលែនថ្ងៃអត់ក៏ម៉ៃ Did you try? Yeah. Try? Yeah. You like the beef? Good taste? It's been like fish and meat together. Maria? Miriam. You try? ណែកូនគេនៅមកលេងក្នុងកលែនឥឡូវកំពុងតែសាក់មើលខ្មុំអាំងណាបង5ហើយកូនបានដាក់សិនទៅសល់យកវិញចាអាហារថ្ងៃត្រង់នៅលើភ្នំគូលែនកូនជូនមកដើរលេងទៀតហើយណែម៉ូនិងម៉ៃជូនមកដើរលេងទៀតហើយនេះអ៊ំចុងភៅនេះកាមេរ៉ាវូមែននេះលោកឪញ៉ាំលោកឪ Morning glory ឲ្យតែបានកូនជូនដល់លេងបានញ៉ាំឆ្ងាញ់មែនណាជីវិតនៅលោកអនឡាញទៅដល់ណាក៏យកអវ៉ាន់មកដែរនេះមកកត្រកយកមកថតអញ្ចឹងបងប្អូនអាចកំងបានណា pancake more and my ឥឡូវមកដល់ក្នុងកលែនហើយមានស្តុកទាំង4រសជាតិខ្មុំយេនស្លឹកតើយសូកូឡាហើយនឹងវ៉ានីឡាចង់បានអាចកំងបានមកកញ្ចប់ 15000 រៀលទេហើយបើចង់កាន់តែចំណេញយកលីមួយសាច់ក្រកដើម្បីចំណេញថ្លៃដឹកសាច់ក្រកមួយថង 22000 ក៏មានស្តុកដែរទៅបញ្ចូលថ្ងៃហ្នឹងឯងត្រីងៀតក៏មានស្តុកដែរមួយថងគឺ 20000 ទេត្រីងៀតប្រាក៏ទៅបញ្ចូលស្តុកថ្ងៃហ្នឹងដែរអាចកំងបានណាបើពោះត្រីគឺមានតិចមែនតើអត់ហ៊ានប្រម៉ូទទេព្រោះខ្លះអត់មានអវ៉ាន់លក់ពោះត្រីមួយថង 25000 គ្រឿងទេសឆាក៏មានដូចគ្នាតែមួយរយៈនេះមានតិចខ្លះមែនតើបងប្អូនចង់បានឆាត់ចូលពេកបានមានស្តុកគ្រប់មុខគ្រប់អីទាំងអស់ហើយបើយកចូលគ្នាចំណេញថ្លៃដឹកណាបងប្អូនកំងបានឥឡូវមកដល់ក្នុងកលែនហើយចា